នេះគឺជា Samsung Galaxy iPhone Fold ដែលគេរំពឹងថានៅក្នុងឆ្នាំហ្នឹង Apple ច្បាស់ណាស់ជាចេញប្រភេទទូរស័ព្ទបែបនេះដែលគេហៅថា iPhone Ultra ឬក៏ iPhone Fold ហើយព័ត៌មានហ្នឹងចេញពីអ្នកវិភាគឯករាជ្យមួយឈ្មោះថាតៅប៉ាវអញ្ចឹងក្នុងនាមជាយើងអ្នកអត់សូវដឹងអីពីព័ត៌មាន Apple គឺយើងមានតែរងចាំតាមដានទស្សនាទាំងអស់គ្នាហើយខ្ញុំសរសើរមែនបងប្អូនព័ត៌មានដែលលេចធ្លាយចេញពីតៅប៉ាវជាប្រភេទទូរស័ព្ទ demo មិនដែលថាខុសទេបាទគឺភាគច្រើនគឺត្រូវតែមកបាទអញ្ចឹងចាំមើលឆ្នាំហ្នឹងមើលថាវាមែនឬក៏អត់ប្រភេទពួក iPhone Fold ហ្នឹងអញ្ចឹងនេះគឺជា iPhone Fold ហើយតែមកដល់ដៃខ្ញុំហើយទៅបើមិនបានកុសគឺមិនអស់ចិត្តតែមកបាទយើងធ្វើការកុសមកឆ្វោបមកនិយាយថាចេញសាច់ខ្ចីមកតែមកបាទហើយសាច់ខ្ចីនេះដែរមិនមែនពណ៌សណាអានេះគឺជាពណ៌ខ្មៅបាទអញ្ចឹងអានេះគឺយើងធ្វើការកុសដើម្បីផ្សំដៃទីទៅព្រោះចិត្តចេញហើយបើសិនជាចេញមែនតើអែមស្រែមហើយបាទសบายដៃតែមកបាទអញ្ចឹងអានេះក៏មិនថោកដែរបើសិនជាចេញមែនតើมันបាត់ពី2005ទៅ3000នេះអានេះក៏ណាការ estimate របស់ខ្ញុំទេណាបាទតែបើជាក់ស្ដែងចាំមើលរងចាំទាំងអស់គ្នាហើយនេះជាទូរស័ព្ទ demo គាត់ណាការវិភាគបោះតៅប៉ៅទេបើសិនជាវាកើតចេញជារៀងចឹងមែនគឺអែមស្រែមដែរនោះបាទតែអ្នកខ្លះគាត់ថាមិនសូវស្អាតទេបាទមើលទៅដូចលក្ខណៈថាយើងមើលទៅវាអត់សូវសមមើលទៅវារៀងខ្លីអញ្ចឹងបាទអញ្ចឹងយើងធ្វើការកោះ screen វាចេញបាទពាក់ព័ន្ធជាមួយនឹង screen នេះដែរគឺជាប្រភេទកញ្ចក់មែនតើមិនមែនប្រភេទជ័រទេបងប្អូនអានេះវាប្រភេទកញ្ចក់ដែលគេបាញ់ថ្នាំបាទពេលណាយើងកោះទៅគឺវាលបអាទឹកថ្នាំពណ៌ខ្មៅអានេះបើសិនជាចេញជាប្រភេទដាក់អេក្រង់មែនតើណានឹងអែមយ៉ាងណានេះបាទអានេះក៏យើងសម័យណាបាទអញ្ចឹងយើងធ្វើការឆ្កឹះលើអាអេក្រង់ fold ខាងក្នុងបាទជាប្រភេទអេក្រង់បត់ណាសម្រាប់ប្រភេទអេក្រង់បត់នេះដែរបើសិនជាប្រភេទ Samsung អាសាខូចអាខ្សែក្តារខ្សែចម្លងអេក្រង់ពីបតមួយខាងទៅបតមួយខាងតែបើសម្រាប់ iPhone បើសិនជាចេញមែនណាវាអាចនឹងខូចចឹងដែរឬក៏យ៉ាងម៉េចទេបាទចាំមើលយើងចាំមើលជាក់ស្ដែងទាំងអស់គ្នាបាទហើយអាផ្នែកខាងក្នុងរបស់វាគឺអត់មានអីជាធំដុំទេបាទអាប្រភេទអា demo ហ្នឹងគឺគេដាក់តាប្រទេសដែកមួយដើម្បីរៀងធ្ងន់មកបន្តិចហើយបើកងកាមេរ៉ាគាត់ណាយកដៃឆ្កឹះទៅគឺលបើកខ្វែធ្លាក់ក្ពៀកតែហ្មងបាទហើយសម្រាប់អាសន្ទះក្នុងក្រោយនេះដែរគឺជាប្រភេទជ័រសុទ្ធសាធបាទជ័រហ្នឹងគឺជ័រស្វិតទៀតអត់មានជ័រស្រួយទេបាទយើងធ្វើការកាច់កង់វាមិនក៏វាមិនបាក់វាមិនបែកអីដែរបាទអញ្ចឹងគឺយើងទទួលបានសន្ទះដែក2បាទបន្ទះដែកដែលគេដាក់សងខាងហ្នឹងបាទពីរហ្នឹងបើសិនជាដូរស៊ូបាន10បាទបានស៊ូ10បាទអញ្ចឹងសរុបរួមទៅឃើញថាអានេះគឺនៅសល់តែសាច់អេក្រង់ខាងក្នុងទេគឺមើលទៅលក្ខណៈថាដូចប្រភេទ Samsung មែនតើបាទនេះជាពិសេសអាតំណុងកដាលដែលកន្លែងបត់ចុះបត់ឡើងហ្នឹងគឺឃើញថាគេធ្វើដោយអាសន្ទះរបៀបលក្ខណៈថាបត់អត់ចេះខូចបាទកន្លែងហ្នឹងអាហ្នឹងបើសម្រាប់ប្រភេទអេក្រង់ Samsung ខ្ញុំធ្លាប់គាស់ទៅឃើញថាកន្លែងហ្នឹងគឺវាជ្រួញដូចគ្នាអញ្ចឹងតែអានេះជាប្រភេទជ័រទេបាទគេធ្វើ demo ទេតែជាក់ស្ដែងយើងចាំមើលទាំងអស់គ្នាទៅថា Apple ចេញទម្រង់បែបអញ្ចឹងឬក៏អត់ចឹង